សូមស្វាគមន៍ប្រិមិត្តបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាបាទរីករាយមកកាន់ Channel ព្រឺព្រួយយប់ងងឹតទាំងអស់គ្នាបាទយប់នេះ Admin នឹងមកនិទានរឿងមួយដែលជារឿងរន្ធត់ព្រឺព្រួយព្រោះ Admin បានរឿងនេះមកគឺបានមកពីពូសន្តិសុខម្នាក់ដែលគាត់យាមនៅបុរីអញ្ចឹងAdmin សូមអត់បញ្ចេញឈ្មោះបុរីហើយក៏អត់បញ្ចេញឈ្មោះនៅពូសន្តិសុខនឹងដែរអញ្ចឹងរឿងនឹងគឺមានចំណងជើងថាវិញ្ញាណចងកសងសឹកក្នុងបុរីមរណៈរឿងពិត 100% លោសាហាវរន្ធត់ព្រឺព្រួយខ្លាំងតែម្ដងអញ្ចឹងបើសិនជាបងប្អូនប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្ដាប់ហើយសូមកុំស្ដាប់ម្នាក់ឯងអាចរកគ្នាបងប្អូនឬក៏ដៃគូសង្សារស្ដាប់ជាមួយគ្នាបានបើសិនជាស្ដាប់ម្នាក់ឯងអាចធ្វើឲ្យបងប្អូនគេងអត់លក់ហើយអត់អាចហ៊ានទៅខាងក្រៅបានអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមចូលទៅសាច់រឿងពេញរបស់យើងទាំងអស់គ្នាមានក្រុមគ្រួសារមួយមានសមាជិក3នាក់មានប្តីប្រពន្ធនិងកូនស្រីតូចម្នាក់បានសម្រេចចិត្តទិញផ្ទះល្វែងមួយក្នុងបុរីដ៏ថ្មីស្រឡាងមួយនៅជាយក្រុងផ្ទះនោះស្អាតណាស់តម្លៃក៏សមរម្យប៉ុន្តែពួកគេមិនបានដឹងទេថាតម្លៃដ៏ថោកនោះគឺដោយសារតែផ្ទះនេះធ្លាប់មានប្រវត្តិដ៏ខ្មៅងងឹតប្តីបាននិយាយទៅកាន់ប្រពន្ធថាអូនមើលចុះផ្ទះយើងស្អាតណាស់កូនស្រីយើងនឹងមានបន្ទប់ផ្ទាល់ខ្លួនហើយប្រពន្ធក៏ឆ្លើយទៅប្តីវិញយ៉ាងផ្អែមល្ហែមចាបងតែបងមានអារម្មណ៍ថាវាត្រជាក់ខុសធម្មតាប្លែកមិនមិនដឹងនៅពេលនឹងប្តីប្រពន្ធនិងកូនបានចូលសម្រាកនៅយប់ទី1នៃការរស់នៅខណៈដែលគ្រប់គ្នាចិត្តលងលក់ស្កប់ស្កល់ស្រាប់តែមានសំឡេងមួយឮឡើងហាក់ដូចជាមានអ្នកណាម្នាក់កំពុងអូសអ្វីម្យ៉ាងនៅលើដំបូលផ្ទះសំឡេងនោះចាប់ផ្ដើមបំឮឡើងស្រាប់តែកូនស្រីរបស់ប្តីប្រពន្ធទាំងពីរស្រែកហៅម៉ាក់មេងម្នាក់នោះគាត់ឈរនៅមាត់បង្អួចគាត់អត់មានជើងទេម៉ាក់គាត់មានខ្សែជាប់នៅនឹងកម្ដាយស្ទុះងើបទាំងផិតភ័យតែមើលទៅបង្អួចមិនឃើញមានអ្វីឡើយក្រៅពីភាពងងឹតសូន្យឈឹងនិងសំឡេងឆ្កែព្រុសលូយ៉ាងវែងអន្លាយពីចម្ងាយយប់បន្ទាប់មកទៀតភាពសាហាវកាន់តែខ្លាំងប្តីបានដើរទៅផ្ទះបាយដើម្បីផឹកទឹកស្រាប់តែភ្នែករបស់គាត់សម្លឹងទៅជណ្ដាលគាត់ឃើញស្រមោលមនុស្សស្រីម្នាក់ស្លៀកឈុតពណ៌សសក់វែងអន្លាយកំពុងយោលខ្លួនចុះឡើងនៅត្រង់កណ្ដាលផ្ទះភ្នែករបស់នាងលៀនចេញមកក្រៅអណ្ដាតវែងសន្ធឹងហើយសម្លឹងមកគាត់ទាំងកំហឹងវិញ្ញាណខ្មោចនោះបាននិយាយទៅកាន់បុរសនោះថាចេញពីផ្ទះអញទៅពួកឯងត្រូវតែស្លាប់ជំនួសអញប្តីឌូសន្លប់នឹងកន្លែងស្អែកឡើងពួកគេបានសាកសួរអ្នកជិតខាងទើបដឹងថាម្ចាស់ផ្ទះមុនគឺជាស្ត្រីម្នាក់ដែលចាញ់បោកស្នេហាហើយបានសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងផ្ទះនេះយ៉ាងអាណោចអាធមទោះបីជាពួកគេខំដុតធូបសុំខុមាទោឬអញ្ជើញលោកមកសូត្រមន្តក៏វិញ្ញាណនោះ
មិនព្រមចេញដែលរាល់យប់តែងតែមានស្នាមដានជើងទឹកថ្លុកឈាមដើរពេញផ្ទះនិងសំឡេងអូសខ្សែដែកឮសូរគ្រឹករឿងដែលរន្ធត់បំផុតនោះគឺកូនស្រីតូចចាប់ផ្ដើមនិយាយម្នាក់ឯងហើយព្យាយាមយកខ្សែមកចងកលែងចងជាមួយតុក្កតានាងប្រាប់ថាមីងប្រាប់ឲ្យកូនធ្វើតាមចុងក្រោយគ្រួសារនេះត្រូវបង្ខំចិត្តរើចេញទាំងយប់ប្រគល់ផ្ទះនោះទៅឲ្យភាពងងឹតវិញរហូតមកដល់សពថ្ងៃផ្ទះនោះនៅតែបិទទ្វារចោលគ្មានអ្នកណាហ៊ានក្បែរព្រោះអ្នកដែលដើរកាត់យប់ជ្រៅតែងតែឃើញស្ត្រីម្នាក់ឈួរអាតតាមបង្អួចរងចាំរកអ្នកមកជំនួសមុននឹងរើចេញមួយថ្ងៃស្រាប់តែមានព្យុះភ្លៀងបានបោកបក់យ៉ាងខ្លាំងធ្វើឲ្យភ្លើងអគ្គិសនីក្នុងបុរីទាំងមូលត្រូវដាច់ងងឹតសូន្យឈឹងក្នុងភាពងងឹតនោះសំឡេងទឹកឮសូរតក់នៃទឹកហូរចេញពីក្បាលរមមនេក្នុងបន្ទប់ទឹកចាប់ផ្ដើមបន្លឺសំឡេងខុសធម្មតាប្រពន្ធបានហៅប្តីបងនៅឯណាកូននៅឯណាប្រពន្ធបានស្ទាបដើរក្នុងភាពងងឹតស្រាប់តែដៃរបស់នាងប៉ះនឹងអ្វីម្យ៉ាងដែលត្រជាក់ស្រេបហើយរអិលពេលនាងកេះដាច់កិច្ចដុតទៀនឡើងពន្លឺទៀនដល់ស្រទន់បានបង្ហាញឲ្យឃើញជើងពីរដែលកំពុងយល់ចុះឡើងនៅពីមុខនាងចំតែម្ដងនៅពេលនោះប្រពន្ធក៏បានស្រែកជួយផងបងអើយជួយអូនផងមិនមែនជាជើងខ្មោចទេតែគឺជាជើងរបស់ប្តីនាងគាត់កំពុងត្រូវបានខ្សែអរោបិយម្យ៉ាងទាញរឹតកឡើងទៅលើពិដានភ្នែករបស់គាត់ឡើងស្លក់ធ្លាយអណ្ដាតចេញមកក្រៅព្យាយាមរើបំរាស់រកខ្យល់ដកដង្ហើមស្របពេលនោះកូនស្រីតូចបានដើរចេញពីបន្ទប់ទាំងភ្នែកឡប់ឡាយរួចនិយាយសំឡេងស្អកថាវាត្រូវតែស្លាប់បុរសគ្រប់គ្នាដែលចូលមកក្នុងផ្ទះនេះត្រូវតែសងជីវិតឲ្យអញវាបោកអញពូឯងទាំងអស់គ្នាត្រូវតែស្លាប់វិញ្ញាណខ្មោចស្រីនោះបានលេចរូបរាងឡើងពេញលេញឈរពីក្រោយកូនស្រីដៃដ៏ស្គួមស្គៀងក្រិនខ្មៅរបស់នាងកំពុងរឹតខ្សែចំណងនៅកបុរសជាប្តីកាន់តែខ្លាំងទៅក្នុងដង្ហើមចុងក្រោយប្រពន្ធបាននឹកឃើញដល់ខ្សែកព្រាដែលនាងទុកក្នុងប្រអប់នាងស្ទុះទៅយកមកសូត្របន់ស្រន់រួចក្រវាត់ទៅលើវិញ្ញាណនោះស្រាប់តែមានសំឡេងស្រែកឈឺណាស់យ៉ាងល្វឹងល្វើយរួចសពបុរសជាប្តីក៏ធ្លាក់ចុះមកដីឮសូរតែដឹបពួកគេទាំង3នាក់មិនគិតពីទ្រព្យសម្បត្តិអ្វីទាំងអស់រត់ចេញពីផ្ទះទាំងភ្លៀងជោកជាំនៅពេលដែលពួកគេក្រឡេកមើលទៅក្រោយវិញពួកគេឃើញខ្មោចស្រីម្នាក់នោះឈរនៅមាត់បង្អួចជាន់ទី2បក់ដៃលាពួកគេទាំងញញឹមគួរឲ្យខ្លាចបំផុតទោះបីជាពួកគេរួចជីវិតមកវិញមែនប៉ុន្តែស្នាមខ្សែចំណងនៅជុំវិញករបស់បុរសជាប្តីនៅតែដិតជាប់ជានិច្ចមិនអាចលុបលាងបានឡើយទុកជាការរំលឹកថាគេធ្លាប់បានឆ្លងកាត់
មាត់មច្ចរាជចំណែកឯផ្ទះក្នុងបុរីនោះក៏ត្រូវបានគេបោះបង់ចោលរហូតមកអ្នកចិត្តខាងតែងតែនិយាយតគ្នាថានៅយប់ដែលមេឃរកកលចង់ភ្លៀងគេតែងតែឮសំឡេងស្រីម្នាក់យំខ្សឹបខ្សួលនិងសំឡេងអូសខ្សែដែកពេញក្នុងផ្ទះនោះតើអ្នកចង់សាកល្បងទៅជួលផ្ទះនោះរស់នៅដែរឬទេទោះបីជាប្តីប្រពន្ធនិងកូនបានរើចេញពីផ្ទះនោះពិតមែនប៉ុន្តែចិត្តមេត្តារបស់ស្ត្រីជាប្រពន្ធមិនដាច់អាល័យឡើយនាងយល់ថាវិញ្ញាណដែលនៅវិលវល់គឺដោយសារតែគំនុំនិងការឈឺចាប់ដែលមិនទាន់បានដោះស្រាយនាងបានសម្រេចចិត្តអញ្ជើញព្រះសង្ឃដែលល្បីខាងធម៌មេត្តានិងការដោះគ្រោះទៅកាន់ផ្ទះនោះម្ដងទៀតដើម្បីធ្វើពិធីបង្សុកូលនិងឧទ្ទិសកុសលដ៏ធំមួយព្រះសង្ឃបានមានសង្ឃដីកាទៅកាន់វិញ្ញាណខ្មោចនោះវិញ្ញាណអើយគំនុំនាំមកនៅទុក្ខសេចក្តីស្រឡាញ់ដែលខុសឆ្គងនាំមកនៅការចងកម្មចូលលះបង់នៅកំហឹងចាប់យកពន្លឺធម៌ដើម្បីទៅកាន់សុគតិភពចោះខណៈពេលកំពុងសូត្រមន្តស្រាប់តែមានខ្យល់ត្រជាក់មួយបោកបក់យ៉ាងខ្លាំងគ្រប់គ្នាឃើញស្រមោលស្ត្រីម្នាក់នោះលេចឡើងបន្តិចម្ដងប៉ុន្តែលើកនេះទឹកមុខរបស់នាងលែងកាចសាហាវទៀតហើយនាងបានសំពះមកកាន់ព្រះសង្ឃនិងគ្រូសានោះទាំងទឹកភ្នែកហូរស្រក់ចុះមករួចក៏រលាយបាត់ទៅក្នុងពន្លឺពណ៌សដ៏ទន់ភ្លន់បំផុតចាប់តាំងពីថ្ងៃនោះមកភាពត្រជាក់ស្រេបនិងសម្រែកយំសោកក្នុងបុរីក៏បានរលាយបាត់អស់គ្មានសល់ម្ចាស់បុរីបានសម្រេចចិត្តរៀបចំធ្វើពិធីក្រុងពាលីនិងកែលម្អសួនច្បារបន្ថែមពន្លឺភ្លើងឲ្យភ្លឺចែងចាំងពេញផ្លូវរឿងរ៉ាវខ្មោចលួងដ៏សាហាវនេះវាគ្រាន់តែជាប្រវត្តិសាស្ត្រដែលគេនិយាយតគ្នាមនុស្សម្នាចាប់ផ្ដើមមកទិញផ្ទះនិងរស់នៅកាន់តែច្រើនឡើងរហូតក្លាយជាបុរីដ៏មានផាសុកភាពនិងអ៊ូអរបំផុតសំឡេងយំសោកកាលពីមុនត្រូវបានជំនួសដោយសំឡេងសើចសប្បាយរបស់ក្មេងៗដែលរត់លេងតាមដងផ្លូវគ្រួសារដែលធ្លាប់រងគ្រោះក៏បានត្រឡប់មកសួរសុខទុក្ខអ្នកចិត្តខាងនៅទីនោះវិញដែរពួកគេលែងមានភាពភ័យខ្លាចទៀតហើយព្រោះពួកគេដឹងថាសេចក្តីល្អនិងធម៌មេត្តាអាចយកឈ្នះលើគំនុំសងសឹកបានគ្រប់យ៉ាងវិញ្ញាណដែលធ្លាប់ចងកសងសឹកក៏បានទៅចាប់ជាតិថ្មីក្នុងសុគតិភពដោយសារតែការលះបង់និងបុណ្យកុសលដែលគេបានឧទ្ទិសឲ្យបុរីមរណៈកាលពីមុនបានក្លាយជាបុរីសន្តិភាពនាពេលបច្ចុប្បន្នការបញ្ចប់រឿងដោយសន្តិភាពបែបនេះនឹងធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ធូរស្រាលនិងទទួលបានអាថ៌កំបាំងល្អៗពីជីវិតសូមប្រិមិត្តបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាបើសិនជាបងប្អូនបានស្ដាប់តាំងពីដើមរហូតដល់ចប់បងប្អូនទាំងអស់គ្នាគិតថារឿងនេះបានផ្ដល់ការអប់រំដល់បងប្អូនអ្វីខ្លះគឺចង់ឲ្យបងប្អូនទាំងអស់គ្នាធ្វើអំពើល្អធ្វើបុណ្យធ្វើទាននិងកុំប្រព្រឹត្តអំពើអាក្រក់អេដមីនមានតែប៉ុណ្នេះសូមអរគុណប្រិមិត្តបងប្អូនអ្នកស្ដាប់ទាំងអស់គ្នា
បើសិនជាបានស្ដាប់ហើយមានការជក់ចិត្តដិតអារម្មណ៍សូមកុំភ្លេចជួយចុច like និងចុច Subscribe ដើម្បីទទួលបាននូវរឿងនិទានថ្មីៗបន្តទៀត Admin សូមអរគុណនិងសូមជម្រាបលា